ខ្ញុំបកករណាអាត្មាភាពសូមក្រាបថ្វាយបង្គំចំពោះព្រះជំបីនៃព្រះត្រៃរតន៍មានព្រះពុទ្ធរតន៍ព្រះធម្មរតន៍ព្រះសង្ឃរតន៍ដែលជារតនឯកដ៏ប្រសើរសូមចម្រើនពរទៅដល់ញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ដោយសេចក្តីរាប់អានយ៉ាងជ្រាលជ្រៅនៅក្នុងវេលាគ្រាឱកាសនេះដែរខ្ញុំបកករណាបានឱកាសក្នុងការចែករំលែកនៅពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើងនៅក្នុងការសម្ដែងអំពីលោកកធម៌ទាំង8ដែលខ្ញុំបកណ្ណាអាត្មាជឿថាពុទ្ធបរិស័ទយើងមួយចំនួនលោកបានសិក្សាលោកបានឮលោកបានដឹងអំពីពាក្យថាលោកធម៌ក៏ដូចជាន័យខ្លឹមសារនៃលោកធម៌ទាំង8នេះហើយប៉ុន្តែជាការចែករំលែកបន្ថែមខ្ញុំបកណ្ណានឹងព្យាយាមណាបកស្រាយនៅអត្ថន័យខ្លឹមសារនៅពាក្យនៅអត្ថរសខ្លឹមសារនៃលោកធម៌ទាំង8នេះដើម្បីជាប្រយោជន៍ដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់លោកបានជ្រោមជ្រាបយល់ដឹងអំពីពុទ្ធសាសនារបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើងពាក្យថាលោកធម៌ទាំង8នេះប្រែមកថាជាធម៌សម្រាប់គ្របសង្កត់លោកឬក៏ធម៌ដែលកើតឡើងជាប្រចាំនៅក្នុងលោកគឺជាសច្ចភាពនៃជីវិតមនុស្សគ្រប់រូបដែលមិនអាចជៀសផុតបានឡើយលោកកធម៌ទាំង8នេះត្រូវបានចែកជាពីរក្រុមធំណាគឺខាងហៀបណាជាទីគាប់ចិត្តដែលលោកឲ្យឈ្មោះថាជាអត្ថារម្មណ៍និងខាងមន្ទីរជាមិនគួរជាទីគាប់ចិត្តឲ្យឈ្មោះលោកថាជាអនិច្ចារម្មណ៍តាមការពិតទៅជាធម្មជាតិរបស់មនុស្សទាំងឡាយនៅក្នុងលោកដោយតែយើងទាំងអស់គ្នាទាំងញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ក្តីកណាគុណម្ចាស់លោកម្ចាស់ទាំងឡាយក្តីសិតសឹងតែបានជួបនៅធម៌ទាំង8នេះនៅក្នុងជីវិតជាប្រចាំណាដែលមានជាក់ស្ដែងទាំង8នោះទី1លៀបណាគឺការទទួលបាននៅរបស់អ្វីមួយណាជាទីគាប់ចិត្តណាអាណាជាទីប្រសើរដែលយើងសិតសឹងតែធ្លាប់បានទាំងអស់គ្នាទី2អលៀបណាការមិនទទួលបាននៅរបស់អ្វីទី3យសណាការទទួលបាននៅយសសកិត្តិយសជាដើមអយសការមិនទទួលបាននៅអយសណាសរសើរណាគឺការពោលលើកតម្កើងនិន្ទាគឺការមើលងាយជាដើមនោះសុខសេចក្តីដែលកើតឡើងដែលគ្រប់រូបប្រាថ្នាចង់បានជាសុខណាទុក្ខគឺអ្វីដែលយើងមិនប្រាថ្នានោះក៏ជាទុក្ខទាំងឡាយធម៌ទាំងឡាយ8នេះលោកឲ្យឈ្មោះថាជាលោកធម៌ណាដែលកើតមានចំពោះយើងគ្រប់គ្នាទាំងអស់នេះគ្រាន់តែជាបាកថាដែលខ្ញុំបកណាបានលើកឡើងជាខ្លឹមសារខាងដើមប៉ុណ្ណោះយើងនឹងចូលទៅណាស្វែងយល់អំពីអត្ថន័យនៃលោកធម៌ទាំង8នេះមួយដូចតទៅទាំងអស់គ្នាណាទី1លោកសម្ដែងអំពីលៀបណាលៀបបានន័យសេចក្តីថាសំដៅលើការបានមកឬក៏ការទទួលបាននៅវត្ថុណាដែលមានតម្លៃឬផលប្រយោជន៍ឬអ្វីជាទីគាប់ចិត្តលៀបបែងចែកជាពីរទម្រង់ធំគឺលៀបជាសម្ភារៈអាមិសលៀបណានិងលៀបដែលជាមិនមែនជាវត្ថុអាណាលោកឲ្យឈ្មោះថាលៀបជាអរូបីបានសេចក្តីនៅក្នុងទីនេះថាយើងទាំងឡាយណាតាំងតែអំពីកើតរហូតដល់ពេលដែលត្រូវទទួលនៅអនិច្ចកម្មឬមួយក៏លះលោកនេះទៅកាន់លោកខាងមុខតែងតែទទួលបាននៅលៀបហើយជាធម្មតាការដែលទទួលបានជាលៀបនេះលោកតែងតែសប្បាយរីករាយណានៅអារម្មណ៍ជាទីគាប់ចិត្តដែលយើងបានដឹងថាមិញលោកធម៌ចែកចេញជាពីរអារម្មណ៍ដែលជាទីគាប់ចិត្តនិងអារម្មណ៍ដែលមិនជាទីគាប់ចិត្តការដែលទទួលបានលៀបនោះគឺតែងតែទទួលនៅអារម្មណ៍សប្បាយរីករាយណាអាណាជាធម្មតាទេនៅសត្វទាំងឡាយដែលជាពុទ្ធជននេះទាំងខ្ញុំកណាគុណចាស់គ្រប់ព្រះអង្គញាតិញោមទាំងអស់គ្នាក្តីសិតសឹងតែសប្បាយរីករាយហើយពេលដែលទទួលបានលៀបណាលៀបជាវត្ថុក្តីលៀបជាអាណាអរូបវត្ថុក្តីក៏តែងតែសប្បាយរីករាយជានិច្ចណាអានេះលោកសម្ដែងថាជាលៀបអាណាគឺលោកធម៌នេះឯងទី1ទី2លោកសម្ដែងអំពីអលៀបនេះស្ថិតនៅក្នុងការអារម្មណ៍មិនគួរជាទីពេញចិត្ត
ដូចដែលវាហាក់បីដូចជាផ្ទុយនឹងគ្នាអំពីលៀបណាកាលដែលយើងទទួលបានលៀបសប្បាយរីករាយប៉ុន្តែពេលដែលយើងមិនបានទទួលនៅលៀបណាគឺអលៀបនេះឯងគឺការបាត់បង់ឬការខាតបង់នៅអ្វីដែលខ្លួនណាមានហើយឬមួយក៏មិនទាន់នឹងមានហើយមិនបានកើតឡើងនោះដូចជាទ្រព្យសម្បត្តិលុយកាក់បាត់បង់ឱកាសបាត់បង់អ្វីជាដើមនោះលោកឲ្យឈ្មោះថាជាអលៀបហើយអលៀបនេះគឺជាអារម្មណ៍ដែលមិនគួរជាទីពេញចិត្តរបស់អ្នកទាំងឡាយទេប៉ុន្តែពាក្យថាលោកធម៌នេះគឺវាកើតមានទោះបីជាមិនគួរជាទីពេញចិត្តមិនគួរជាទីចូលចិត្តនៃយើងទាំងអស់គ្នាក៏ដោយប៉ុន្តែលោកធម៌នេះត្រូវតែកើតចំពោះមនុស្សទាំងឡាយនៅក្នុងโลกនេះឯងព្រោះជាធម៌សម្រាប់សង្កត់គ្រប់គ្រងโลกទាំងមូលណាអាណាជាប្រចាំរបស់សត្វមនុស្សទាំងឡាយនឹងឯងអានេះគឺអលៀបបន្តទៅទៀតលោកសម្ដែងអំពីណាយុះណាគឺការទទួលបានណានៅបុណ្យស័ក្តិឬមួយឋានៈអំណាចនិងបរិវារនៅក្នុងសង្គមទាំងឡាយក្តីណាគឺការទទួលនៅកិត្តិយសនៅកេរ្តិ៍ឈ្មោះនៅការទទួលស្គាល់គោរពកោតក្រែងទាំងឡាយក្តីលោកឲ្យឈ្មោះថាជាយុះអាណាជាការពិតទៅមនុស្សទាំងឡាយនៅក្នុងโลกនោះគឺតែងទទួលបាននៅយុះណាគឺការស្គាល់ការចូលចិត្តការដឹងការលឺអីជាដើមនោះហើយជាធម្មតាទេកាលណាដែលមានយុះហើយតែងតែសប្បាយរីករាយហើយកណាគុណម្ចាស់គ្រប់ព្រះអង្គណាគឺជាអារម្មណ៍ដែលគួរជាទីពេញចិត្តណាយុះនេះឯងណានេះអាត្មាបានសរសេររៀបរាប់ខ្លីៗទេប៉ុន្តែនៅក្នុងន័យនេះមានតែថាការទទួលបាននៅការទទួលស្គាល់នៅបុណ្យស័ក្តិនៅអំណាចនៅយសស័ក្តិអីជាដើមលោកឲ្យឈ្មោះថាជាយុះផ្ទុយនឹងយុះនេះដែរលោកសម្ដែងអំពីអយុះណាគឺការមិនទទួលបានណានៅបាត់ឬមួយក៏ការបាត់បង់នៅដូចផ្ទុយនឹងធម៌ដែលសម្ដែងអំពីយុះអញ្ចឹងគឺការបាត់បង់ឬមួយក៏ការមិនបាននៅកិត្តិយសនៅកេរ្តិ៍ឈ្មោះការអាប់ឈ្មោះវាកើតឡើងពីកត្តាផ្សេងហើយការដែលអយុះនេះក៏មិនមែនជាទីពេញចិត្តដែរណារបស់សត្វទាំងឡាយនេះអាត្មាលើកឡើងខ្លីៗទេដើម្បីជាប្រយោជន៍សម្រាប់អស់លោកអ្នកពុទ្ធបរិស័ទទាំងអស់បានជ្រាបណាហើយបន្តមកទៀតគឺសរសើរជាធម្មតាទេនៅក្នុងជីវិតរបស់យើងប្រចាំថ្ងៃណាណាដូចមានពាក្យខ្មែរមួយថាមិនស៊ីចូលទេតែបង្អាប់ខឹងណាពាក្យសរសើរនេះជាពាក្យពេចន៍ដែលលើកតម្កើងណាពេញចិត្តណាអំពីសំណាក់អ្នកដតីនៅក្នុងចំណុចវិជ្ជមានណាមួយរបស់យើងណាការសរសើរនៅរូបសម្បត្តិណានៅបុគ្គលិកលក្ខណៈនៅគុណសម្បត្តិនៅវិជ្ជាសម្បត្តិនៅចរិយាសម្បត្តិជាដើមគឺការសរសើរណាអំពីអ្នកដតីនេះក៏កើតមាននៅក្នុងជីវិតយើងដែរណានៅក្នុងโลกទាំងមូលនេះទើបលោកឲ្យឈ្មោះថាជាលោកធម៌បន្ទាប់អំពីសរសើរនេះក៏មានធម៌មួយទៀតដែរគឺផ្ទុយនឹងសរសើរគឺនិន្ទាជាធម្មតាទេនៅក្នុងជីវិតយើងទាំងអស់គ្នាមិនអាចមានតែពាក្យសរសើរទេសូម្បីតែព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់បរមគ្រូសាស្តានៃយើងក៏ព្រះអង្គទទួលរងនឹងការនិន្ទាអំពីសំណាក់នៃពួកដែលជាអ្នកមិនពេញចិត្តទាំងឡាយណានៅក្នុងសំណាក់នៃសាសនាដតីជាដើមនោះតែងតែបង្កាច់បង្ខូចណាការពោលទេសដៀលជេរប្រមាថការទៀនអីជានិច្ចជាហូរហែមិនថាតែយើងជាពុទ្ធជនធម្មតាទេណាសំបីតែព្រះសម្មាសម្ពុទ្ធដែលព្រះអង្គជាគ្រូនៃមនុស្សនិងទេវតាទាំងឡាយហ្នឹងក៏រងនៅការសរសើរនិងនិន្ទានឹងដែរណាជាធម្មតាទេបន្តមកទៀតលោកសម្ដែងអំពីសុខណាសុខនេះជាសេចក្តីប្រាថ្នារបស់សត្វទាំងឡាយណាគ្មានអ្នកណាមួយប្រាថ្នានៅទុក្ខទេជាធម្មតាទៅសុខនេះកើតឡើងជាប្រយោជន៍សម្រាប់សត្វបានអាស្រ័យនៅប្រកបដោយភាពល្អប្រសើរហើយសុខដែលសម្ដែងនៅក្នុងទីនេះបើសម្រាប់កុហកលោកសម្ដែងអំពីសុខដោយប្រយោជន៍ដោយមាន4ណាទី1សុខដោយមានទ្រព្យសម្បត្តិណាទី2សុខដោយណាមិនជំពាក់ទ្រព្យសម្បត្តិអ្នកដតីណាទី3សុខដែលចេះប្រើប្រាស់នៅទ្រព្យសម្បត្តិទី4គឺការប្រះចាកនៅអំពើទាំងឡាយដែលជាទុក្ខសុខនេះឯងដែលយើងប្រាថ្នាចង់បាននេះដែលអារម្មណ៍ដែលជាគូប្រាថ្នាគឺសេចក្តីសុខប៉ុណ្ណាផ្ទុយនឹងសុខនេះនៅក្នុងធម៌លោកសម្ដែងអំពីទុក្ខដូចគ្នាដែរក៏អារម្មណ៍មិនគួរជាទីប្រាថ្នាប៉ុន្តែសួរថាធម៌ទាំងឡាយនេះមានកើតឡើងចំពោះសត្វដូចជាសុខដែរកាលណាតែមានសុខតែងតែមានទុក្ខ
ពាក្យខ្មែរបុរាណលោកថាអ្វីជាគូនឹងគ្នាកាលណាតែមានសុខហើយទុក្ខក៏ត្រូវតែមានអញ្ចឹងជាធម្មតារបស់សត្វទេអញ្ចឹងនេះជាលោកធម៌ទាំង8ដែលលោកសម្ដែងអំពីធម៌សម្រាប់គ្រប់គ្រងនៅក្នុងជីវិតរបស់សត្វទាំងឡាយហើយលោកធម៌នេះលោកប្រៀបហាក់បីដូចជាព្យុះជាខ្យល់អញ្ចឹងហើយសត្វទាំងឡាយដូចយើងទាំងអស់គ្នាជាពុទ្ធជនទាំងឡាយនេះហាក់បីដូចជាចុងស្រល់កាលណាដែលប៉ះនៅខ្យល់នៅព្យុះហើយតែងតែរេរាំទៅតាមខ្យល់ទៅតាមព្យុះនឹងជាធម្មតាទេណាអារម្មណ៍នឹងវាមិននៅឋិតថេរទេបើសម្រាប់ព្រះអរិយបុគ្គលទាំងឡាយដែលលោកបានសម្រេចនៅមគ្គផលអរហត្តមគ្គអរហត្តផលហើយគឺលោកហាក់បីដូចជាបង្គោលថ្មដែលគេបានបោះយ៉ាងជាប់ហើយទោះបីជាត្រូវខ្យល់ត្រូវភ្លៀងយ៉ាងណាក៏មិនរង្គើរេរាំទៅតាមខ្យល់ដែរប៉ុន្តែសម្រាប់យើងពុទ្ធជនយើងអាចពិចារណាទាំងអស់គ្នាថាកាលដែលយើងបាននៅសេចក្តីសុខគឺយើងសប្បាយណាស់ប៉ុន្តែពេលដែលយើងជួបនៅសេចក្តីទុក្ខទាំងឡាយផ្សេងគឺអារម្មណ៍ហ្នឹងគូមិនជាទីប្រាថ្នាទេតែងតែវិលវល់ប៉ុន្តែសម្រាប់អរិយបុគ្គលទាំងឡាយទោះបីជាសុខក្តីជាទុក្ខក្តីជាសរសើរក្តីជានិន្ទាក្តីណាជាលៀបក្តីជាឥតលៀបក្តីជាយុះក្តីឥតយុះក្តីក៏អារម្មណ៍លោកក៏ជាធម្មតាហាក់បីដូចជាបង្គោលថ្មដែលគេបានបោះយ៉ាងងាប់នៅក្នុងដីហើយទោះបីជាខ្យល់ព្យុះយ៉ាងណាក៏មិនអាចទៅធ្វើឲ្យបង្គោលថ្មនោះវេវរទៅតាមខ្យល់បានដែរនេះអំពីលោកធម៌ដែលយើងជួបនៅក្នុងអឺជីវិតសប្តាហ៍ថ្ងៃនេះឯងណាអញ្ចឹងជាការចែករំលែកលេសលុះខ្វះខាតដោយប្រការណាមួយសូមករុណាគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទទាំងអស់មេត្តាខន្តីអព្យាស្រ័យអភ័យទោសនេះគ្រាន់តែជាការចែករំលែកនៅពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធតែប៉ុណ្ណោះសូមអនុមោទនា